និយាយមែនតែនទៅសម្រាប់ការថតទូកឬក៏ប្លង់ថតទូកវីដេអូឲ្យបានស្អាតណាបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំស្រឡាញ់ប្លង់ថតបែបនេះមែនតែហើយសម្រាប់ពុកម៉ែបងប្អូនវិញចង់បានប្លង់ថតបែបណាបើសម្រាប់ខ្ញុំគឺចង់បានប្លង់ថតបែបហ្នឹងខ្លាំងមែនតើហើយវាមើលទៅស្អាតមួយបែបណាដោយសារតែបើនិយាយទៅខ្ញុំអត់ដឹងមិនដែរឲ្យតែឃើញប្លង់ថតបែបហ្នឹងគឺស្អាតខ្លាំងណាស់ហើយចង់បានហ្មងវីដេអូបែបអញ្ចឹងមើលទៅវាគៀកទូកហើយវាឃើញក្បាច់អុំរបស់បងចំណោះទូកច្បាស់ទៀតហើយនិយាយទៅវាឃើញអំពីចង្វាក់អុំអំពីល្បឿននៃទូកបែបថាវាស៊ីជាមួយនឹងវីដេអូតែម្ដងណាវាអត់ពិបាកក្នុងការថតនៅលើគោកបែបថាពីចង្ងាយបើសម្រាប់ខ្ញុំផ្ទាល់គឺថាចង់ថតប្លង់បែបនេះមែនតើហើយជាទៅប្លង់នេះគឺថតចេញពីទូកសណ្ដោងទេភ្លេចបញ្ជាក់ពុកម៉ែបងប្អូនអរគ្នាគឺថតចេញពីទូកសណ្ដោងទេហើយនៅលើទូកសណ្ដោងហ្នឹងគឺជាបងគណៈកម្មការទូកហ្នឹងឯងគឺគាត់ថតវីដេអូទូកឬក៏ពិនិត្យនីតិមើលណាក្នុងការវឹកហាត់របស់ទូកងដើម្បីឲ្យដឹងថាជើងនេះល្បឿនប៉ុណ្ណាជើងនោះល្បឿនប៉ុណ្ណាអញ្ចឹងទៅហើយបានវីដេអូថតទុកមើលជាការកំសាន្តផងដែរដូចជាការជួយចែកចម្លែកផ្សព្វផ្សាយទុកងទៅឲ្យពុកម៉ែបងប្អូនបានស្គាល់អញ្ចឹងសង្ឃឹមថាឆ្នាំនេះបើសិនជាមានការអមទូកអីអាចនឹងបានថតវីដេអូបែបនេះនៅលើទូករងឬក៏ទូកសណ្ដោងនឹងផងបែបថាថតនៅពេលធ្វើការវឹកហាត់ទៅឬមួយក៏អមសាល្បឿនជាដើមតែមិនដឹងថាបានថតអត់ទេគ្រាន់តែសង្ឃឹមតែប៉ុណ្្នឹងអរគុណដល់ទៅលឿន